តោះបងប្អូនចឹងយប់នេះសូមធ្វើវីដេអូចែកម្លែកមួយទៀតតទៅនឹងការថែទាំទាកាប៉ាបាទនៅពេលយប់បាទពេលយប់ដោយសារតែទាកាប៉ានេះកូនតូចនេះអាយុប្រហែលជាមួយខែកន្លះហើយវាចេះតែចេញក្រៅបាទបងប្អូនវាចេញក្រៅពីរបងនេះចឹងធ្វើឲ្យវាអត់បានចូលដល់ដេកក្នុងរោងហើយមួយរយៈនេះគឺមេឃភ្លៀងរហូតបងប្អូនមេឃភ្លៀងចឹងពេលថ្ងៃវាអាចត្រូវទឹកភ្លៀងខ្លះក៏បានវាអាចមានន័យថាវាអាចលេងទឹកភ្លៀងណាប៉ុន្តែពេលយប់ឡើងគឺទាកាប៉ាគឺវាត្រូវការកន្លែងដែលមានភាពកក់ក្ដៅដែរបងប្អូនបាទអញ្ចឹងមិញខ្ញុំថតនេះ3 4គ្រឿងនេះដោយសារតែវាចេញក្រៅសំណាញ់ហើយវារកកន្លែងសម្រាប់អត់តាន់បានមានន័យថាវាអត់តាន់បានចូលក្នុងរោងណាអញ្ចឹងមិញខ្ញុំបានដេញវាបញ្ចូលទៅក្នុងនេះវិញហើយប្រហែលតិចទៀតវានឹងរត់ចូលមកក្នុងរោងរបស់វានេះបាទហើយបងប្អូនមកចុះនេះគឺជាបាទាផ្សេងទៀតដែលវាអត់ចេញពីក្នុងរោងអញ្ចឹងពេលយប់ឡើងជាពិសេសអាកាសធាតុមេឃភ្លៀងត្រជាក់ចេះគឺវាត្រូវការកន្លែងដែលបាទមានភាពកក់ក្ដៅបាទមានការបិទបាំងឬក៏ក្រាលកាមចេះគឺមានភាពកក់ក្ដៅអញ្ចឹងគឺទាទាំងអស់ហ្នឹងគឺវាចូលមកដេកនៅក្នុងរោងទាំងអស់បងប្អូនអញ្ចឹងពេលខ្លះយើងចេះតែគិតថាទាវារស់នៅកន្លែងណាក៏បានអីក៏បានយើងចេះគិតថាអញ្ចឹងជាក់ស្ដែងគឺវាអាចរស់នៅបានពិតមែនព្រោះច្បាប់តែពេលខ្លះវាមិនបាច់មានរោងមិនបាច់ដេកក្នុងរោងក៏វាអាចដេកបានដែរបងប្អូនតែរឿងដែលសំខាន់នោះគឺឱកាសនៃការឈឺឱកាសនៃការឆ្លងជំងឺហ្នឹងក៏វាច្រើនដែរជាពិសេសគឺពេលយប់បាទមានន័យថាអាកាសធាតុត្រជាក់ហើយត្រូវលោតែពេលយប់អីមានមេឃភ្លៀងទៀតគឺទាវាមានអាកាសហ្នឹងឈឺច្រើនជាងដែលមានរោងហើយនិយាយជាក់ស្ដែងគឺបើសិនជាមានរោងគឺទាភាគច្រើនគឺវាចូលក្នុងរោងចេះបាទខ្ញុំបានថតមកអញ្ចឹងគឺក៏ប៉ិតអាពួកនេះក៏វាចង់ចូលក្នុងរោងដែរតែវាវល់ទៅនៅក្រៅវាចេញក្រៅអាសំណាញ់នេះចេញក្រៅសំណាញ់ទៅរកកន្លែងចូលអត់បានតែដាច់ចូលពេលដាច់ចូលហើយអត់តាន់រកកន្លែងចូលបានទេចឹងចាំមើលដេញវាទៅគៀកតិចដើម្បីឲ្យចូលក្នុងរោងអាប៉ុណ្ណេះងាយឈឺបងប្អូនអាពេញតម្លាក់ដីហ្នឹងយកមួយខែជាងហ្នឹងបាទងាយឈឺមែនតើបាទត្រូវទឹកភ្លៀងជាប់អីហ្នឹងគឺឲ្យយប់ឡើងដេកហាលខ្យល់ហាលភ្លៀងហាលសើមទៀតគឺងាយនឹងឈឺអញ្ចឹងបងប្អូនបើសិនជាបងប្អូនចាំទាកាប៉ាអីណាគួរណាស់យកចិត្តទុកដាក់បន្ថែមនៅពេលយប់តែវាដេកតាណាអីតាណាគឺជាការល្អហើយបើសិនជាដេកក្នុងរោងដេកអីទៅយប់ឡើងគឺឱកាសនៃការឈឺហ្នឹងវាតិចបងប្អូនណាបញ្ជាក់ថាមិនមែនវាអត់ឈឺសោះប៉ុន្តែវាការឈឺតិចវាកម្រឈឺដូចជាក់ស្ដែងគឺទាខ្ញុំនេះប្រហែលជាចូល30 ក្បាលទាំងតូចទាំងធំហើយគឺអត់ដែលឈឺឬក៏អត់តន់ឈឺមួយទេ3 4វគ្គហើយរួមទាំងវគ្គនេះអញ្ចឹងចំណុចនេះក៏ជាចំណុចតូចមួយដែលបងប្អូនអ្នកចិញ្ចឹមសត្វជាពិសេសទាកាប៉ាហ្នឹងគួរតែយកចិត្តទុកដាក់ដែរដោយសារតែពេលខ្លះបងប្អូនចេះតែគិតថាម៉េចទានឹងធន់នឹងជំងឺធន់នឹងអាកាសធាតុធន់នឹងទីកន្លែងរឿងធន់វាចេះធន់បងប្អូនប៉ុន្តែរឿងដែលសំខាន់ប្រសិនបើយើងមានកន្លែងបាទបាត់បាំងឬកន្លែងរោងកន្លែងមានភាពកក់ក្ដៅអញ្ចេះឃើញជាក់ស្ដែងនេះគឺពួកវាបាទរត់ចូលមកដេកក្នុងរោងទាំងអស់អញ្ចឹងសរុបមកគឺមានន័យថាកុំអាងតែវានៅក្រៅក៏បានណាអាងនៅក្រៅក៏បានដោយសារតែយើងអត់ដេញឬក៏អត់មានរោងឲ្យវាទេបងប្អូនបើសិនបើយើងមានរោងឬក៏មានអីគួរណាស់តែដេញឲ្យជាក់ស្ដែងគឺទាទាំងអស់នេះគឺមិញគឺដោយសារដេញដោយសារតែវារាំងដបងឯងកុំអីវាត្រូវចូលក្នុងរោងនឹងទាំងអស់អញ្ចឹងណាកូនទាទូចយក1 ខែ 2 ខែហ្នឹងអាកាសឈឺគឺច្រើនប៉ុន្តែបើសិនជាមេបាពូជហ្មងគឺអត់សូវអីទេអញ្ចឹងនឹងអញ្ចឹងសូមចែករំលែកប៉ុណ្្នឹងចាស់អរគុណច្រើន